សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាពី website រៀនមួយដែលល្អមានឈ្មោះថា Khan Academy ខ្ញុំធ្លាប់ធ្វើវីដេអូម្ដងហើយតាក់ទងពី website ហ្នឹងណា website មួយនេះខ្ញុំអាចនិយាយថាជា website មួយរៀនដែលល្អមែនទែនតែម្ដងហើយសម្រាប់អ្នកណាគេក៏បានដែរទូទាំងពិភពលោកតែម្ដងខ្មែរយើងក៏អាចប្រើប្រាស់បានដែរចេញយើងចូលមក website ហ្នឹងមកវាយឈ្មោះវាទៅ Khan Academy ហើយតើតើយើងចេះភាសាអង់គ្លេសរៀងបានបន្តិចដែរយើងប្រើប្រាស់បានដែរចឹងភាសាអង់គ្លេសដែលយើងចេះតិចហ្នឹងយើងប្រើវាជាយានដើម្បីរៀនពី website នេះបន្តទៀតចូលមកបងប្អូននឹងឃើញសមុខវិជ្ជាថ្នាក់ទីក្រមមត្តេយ្យរហូតដល់ថ្នាក់ទី8មានគណិតវិទ្យា algebra មាន statistics ទៀតឃើញទេសម្រាប់បងប្អូនណាដែលរៀននៅកម្រិតសាកលវិទ្យាល័យអីក៏រៀនបានដែរហើយខាងក្រោមនេះមានហិតច្រើនទៀតបងប្អូន scroll ចុះមកទៅឃើញទេថាមានអីខ្លះចឹងណាចាំមើលម្ដងមួយទៅតាមអ្វីដែលខ្លួនឯងត្រូវការហ្នឹងទៅ Khan Academy នេះមានទាំងការបញ្យលមេរៀនហើយគេមានលំហាត់ឲ្យយើងធ្វើទៀតអញ្ចឹងចូលមកស្រាវជ្រាវខ្លួនឯងមើលតាមហ្នឹងអញ្ចឹងណាបើសិនជាបងប្អូនចូល website មកពិបាកឃើញបងប្អូនអាចទៅ YouTube ក៏មានដែរ Khan Academy ហ្នឹងណាចានេះខ្ញុំបើក YouTube ហ្នឹងហើយឃើញទេ Khan Academy គេមាន subscriber រហូតដល់9លានអ្នកជាងហើយវីដេអូគាត់បញ្យលខ្ញុំអាចបើកឲ្យមួយអញ្ចឹងទៅឥឡូវឧទាហរណ៍និយាយអំពីឥឡូវខ្ញុំបើកពាក្យនេះណាគាត់បញ្យល់អំពីពាក្យ currently ពាក្យ there's ហើយជាមួយនឹងពាក្យ despite ឥឡូវយើងចុចមក Wordsmiths, hello. I'm on an archaeological dig with my pal Harrison Stockbury Smythe. How are you, Harry? I'm spiffing, David Oldthing. One never knows what marvels one might find at a dig site. That's one. There's one. What? ចឹងម្ដងទៀតតើតើយើងចេះភាសាអង់គ្លេសបន្តិចប៉ុន្តែខ្ញុំនិយាយទៅដែរអ្វីដែលយើងចេះតិចហ្នឹងយើងអាចប្រើប្រាស់វាជាយានចឹងពេលដែលគេបញ្យល់ហ្នឹងគេដោយសារគេគូគូអីហើយយើងព្យាយាមតាមគេចឹងទៅចាការព្យាយាមស្វែងយល់បន្តិចហ្នឹងអាហ្នឹងក៏ជាជំនួយមួយដល់ការរៀនភាសាអង់គ្លេសយើងដែរបើសិនជាភាសាអង់គ្លេសរបស់យើងវាមិនទាន់ខ្លាំងចឹងយើងមើលយូរទៅវានឹងខ្លាំងតាមហ្នឹងចឹងដែរដោយសារវាមានអក្សរឲ្យយើងមើលមានរូបមានអីចឹងណាចឹងយើងរៀនកាត់យល់បន្ថែមទៀតចឹងទៅវានឹងជួយយើងបន្ថែមដែរបងប្អូនខ្លះប្រហែលជាធ្លាប់ស្គាល់ខ្ញុំពីមុនមកហើយតាមរយៈវីដេអូរបស់ខ្ញុំជាច្រើនខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកនៅអ្វីតាក់ទងជាមួយនឹងការអប់រំហើយការរៀនសូត្រចឹងបើបងប្អូនបានប្រយោជន៍ពីអ្វីដែលខ្ញុំចែករំលែកហ្នឹងជួយចែករំលែកដល់អ្នកដទៃទៀតផងដើម្បីឲ្យសង្គមខ្មែររបស់យើងរីកចម្រើនទាំងអស់គ្នា